បន្ទាប់ពីការបញ្ចប់ដ៏សែនរន្ធត់នៃសង្គ្រាមលោកលើកទី2នៅឆ្នាំ1945ពិភពលោកពុំបានស្គាល់នូវសន្តិភាពពិតប្រាកដនោះទេផ្ទុយទៅវិញទំព័រប្រវត្តិសាស្ត្រថ្មីមួយហៅថាសង្គ្រាមត្រជាក់បានចាប់ផ្ដើមលេចរូបរាងឡើងដោយបែងចែកមហាអំណាចធំៗនិងបណ្ដាប្រទេសជុំវិញពិភពលោកជាពីរជំរំធំៗដែលប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញប៉ុន្តែមិនដែលបើកការច្បាំងគ្នារវាងកងទ័ពផ្ទាល់ឡើយសង្គ្រាមនេះគឺជាការប្រឈមមុខដាក់គ្នាផ្នែកនយោបាយសេដ្ឋកិច្ចមនោគមវិជ្ជានិងការឃោសនារវាងប្លុកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកដែលមានទស្សនៈសេរីនិយមនិង Capitalism និងប្លុកខាងកើតដឹកនាំដោយសហភាពសូវៀតដែលប្រកាន់យកលទ្ធិកុម្មុយនីសមូលហេតុដែលគេហៅថាសង្គ្រាមត្រជាក់គឺដោយសារតែមហាអំណាចទាំងពីរមិនបានប្រើប្រាស់កងទ័ពច្បាំងគ្នាផ្ទាល់មុខនៅលើសមរភូមិធំដុំនោះទេព្រោះពួកគេខ្លាចក្រែងអាវុធនុយក្លេអ៊ែរអាចបំផ្លាញផែនដីទាំងមូលប៉ុន្តែពួកគេបានប្រើប្រាស់សង្គ្រាមតាមរយៈប្រទេសជិតខាងឬហៅថា Proxy War ជំនួសវិញដូចជាសង្គ្រាមកូរ៉េនិងសង្គ្រាមវៀតណាមជាដើមក្នុងអំឡុងពេលជិតកន្លះសតវត្សនោះពិភពលោកស្ថិតក្រោមភាពតានតឹងជាខ្លាំងព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់បំផុតគឺវិបត្តិមីស៊ីលគុយបាឆ្នាំ1962ដែលជាពេលពិភពលោកឈរនៅមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរមុនពេលមេដឹកនាំទាំងពីរសម្រេចចិត្តដកថយវិញដោយប្រុងប្រយ័ត្នមិនតែប៉ុណ្ណោះការប្រណាំងប្រជែងគ្នាមិនឈប់ឈរមិនមែនមានតែរឿងអាវុធនោះទេតែថែមទាំងការប្រណាំងគ្នាទៅកាន់លំហអាកាសការស៊ើបការសម្ងាត់និងឥទ្ធិពលនយោបាយទូទាំងសកលលោកទីបំផុតសង្គ្រាមដ៏អូសបន្លាយនេះបានឈានដល់ទីបញ្ចប់នៅចុងឆ្នាំ1991ក្រោយពេលដែលសហភាពសូវៀតត្រូវជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនិងបានរលំរលាយជាផ្លូវការធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាមហាអំណាចទោលក្នុងពេលនោះទោះបីជាសង្គ្រាមត្រជាក់បានបញ្ចប់ទៅច្រើនទសវត្សរ៍ហើយក្តីប៉ុន្តែផលប៉ះពាល់និងមេរៀនប្រវត្តិសាស្ត្ររបស់វានៅតែបន្តបន្សល់ទុកជាបទពិសោធន៍ដ៏ក្រាស់ក្រែលសម្រាប់ភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ន